លោកពូអ្នកមើលការខុសត្រូវនៅច្រកព្រំដែនហេតុអ្វីបានជាលោកពូបាក់ដៃឲ្យទំនិញសៀមចូលមកទឹកដីកម្ពុជាលោកពូរាល់ថ្ងៃមានអាណិតជាតិយើងទេលោកពូរាល់ថ្ងៃមានអាណិតបងប្អូនកងទ័ពដែលពលីជីវិតចោលប្រពន្ធចោលកូនឪពុកម្ដាយព្រោះតែទឹកដីកម្ពុជាយើងទេហេតុអ្វីបានជាលោកពូធ្វើបែបហ្នឹងលោកពូមានអាណិតពលឹងមកពាក់បារៈដូនតាដែលកំពុងតែយំព្រោះតែជាតិខ្មែរយើងគេឈ្លានពានពុកម៉ែបងប្អូនប្រជាពលរដ្ឋគ្មានផ្ទះសម្បែងនៅឯឃុំអូ3ជាន់នៅចិត្តលោកពូណាស់តែហេតុអីបានជាលោកពូមើលមិនឃើញហេតុអីបានជាលោកពូគ្មានមនោចេតនាសោះបែបនេះមានអាណិតពួកគាត់ទេលោកពូបណ្ដាលឲ្យតំលិញសៀមហូរចូលទឹកដីកម្ពុជាលោកពូគេឲ្យលោកពូមើលច្រកព្រំដែនមើលការខុសត្រូវគេទុកជាលោកពូជាមនុស្សលោកពូជាបុគ្គលម្នាក់ដែលទទួលខុសត្រូវហេតុអីបានជាលោកពូនាំតំណែងគេចូលមកប្រទេសកម្ពុជាយើងទាំងដែលរាល់ថ្ងៃគេស្អប់ខ្ពើមយើងណាស់លោកពូឈប់ឲ្យគេចូលទៅហើយប្រជាជនខ្មែរយើងកូនខ្មែរទាំងអស់គ្មានអ្នកណាចង់ឆ្លោះគ្នាជាមួយខ្មែរទេឬក៏ជេរគ្នាព្រោះខ្មាស់គេលោកពូហើយលោកពូក៏ចាស់ដែរពួកខ្ញុំក្មេងៗក៏មិនចង់ជេរដែរមិនចង់ជេរលោកពូដែរព្រោះគេមើលងាយយើងលោកពូចាអញ្ចឹងលោកពូអាចឈប់បានក៏ឈប់ទៅអាណិតជាតិយើងណាលោកពូជាតិយើងកំពុងតែយំលោកពូត្រូវចាំណាលោកពូចាស់ហើយចាគិតទឹកដីយើងឲ្យច្រើនបន្តិចណាលោកពូអាណិតជាតិយើង